សូមស្វាគមន៍អ្នកសិក្សាគីមីវិទ្យាទាំងអស់គ្នាថ្ងៃនេះយើងសិក្សាមេរៀនគីមីថ្នាក់ទី9ជំពូកទី1តារាងខួបនៃធាតុគីមីមេរៀនទី1តារាងខួបនៃធាតុគីមីហើយចំណុចដែលយើងត្រូវរៀននៅថ្ងៃនេះគឺមាន4ចំណុចធំៗចំណុចទី1យើងសិក្សាអំពីតារាងខួបនៃធាតុគីមីចំណុចទី2យើងសិក្សាអំពីការរៀបចំក្នុងតារាងខួបចំណុចទី3យើងសិក្សាអំពីក្រុមនិងខួបហើយចំណុចទី4យើងសិក្សាអំពីបម្រើបម្រាស់តារាងខួបចូលមកដល់ចំណុចទី1តារាងខួបនៃធាតុគីមីចឹងរូបភាពនេះគឺបង្ហាញអំពីតារាងខួបនៃធាតុគីមីបងប្អូនប្រហែលជាធ្លាប់បានស្គាល់ឬក៏ធ្លាប់បានឃើញពីមុនមកហើយថ្នាក់ទី8យើងបានសិក្សាពីនិមិត្តសញ្ញានិងការតាក់តែងរូបមន្តចឹងយើងបានប្រើខ្លះៗហើយចឹងឧទាហរណ៍នៅក្នុងទីផ្សារឬក៏ផ្សារទំនើបមួយគេរៀបចំបន្លែផ្លែឈើដែលមានលក្ខណៈដូចគ្នាដាក់ក្នុងក្រុមជាមួយគ្នាឬក៏ផលិតផលប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃនិងផលិតផលដែលស្រដៀងគ្នាគឺគេដាក់ជាមួយគ្នាអញ្ចឹងជាក់ស្ដែងធាតុគីមីរបស់យើងដែលនៅក្នុងតារាងខួបហ្នឹងគេត្រៀបចំស្រដៀងគ្នាទៅនឹងប្រភេទទំនិញនៅក្នុងផ្សារទំនើបដែរហើយធាតុគីមីទាំង109នៅក្នុងតារាងខួបគឺគេឲ្យឈ្មោះថាតារាងខួបនៃធាតុគីមីឬក៏តារាងខួបមិនដែលចូលមកដល់ចំណុចទី2យើងសិក្សាអំពីការរៀបចំធាតុគីមីនៅក្នុងតារាងខួបចុះយើងដឹងហើយតារាងខួបតើការរៀបចំរបស់គេហ្នឹងគេរៀបចំដោយរបៀបណាចឹងនេះគឺតារាងខួបរបស់យើងដែរទេចឹងនៅក្នុងតារាងខួបរបស់យើងនេះគឺគេរៀបចំធាតុគីមីតាមលំដាប់កើននៃចំនួនប្រូតុងឬយើងហៅថាលេខលំដាប់ឬក៏លេខអាតូមនៅក្នុងតារាងខួបមួយគឺបែងចែកចេញជា18ជួរឈរបាទ18ជួរឈរនិង7ជួរដេកហើយនៅក្នុងតារាងខួបបែងចែកធាតុគីមីជាពីរក្រុមធំគឺលោហៈនិងអលោហៈអញ្ចឹងចំពោះលោហៈគឺយើងគិតចាប់ពីត្រឹមចតាកាច់នេះមកខាងឆ្វេងគឺជាលោហៈហើយយើងគិតចាប់ពីចតាកាច់នេះទៅខាងស្ដាំយើងហៅថាអលោហៈចំណែកឯធាតុដែលនៅជាប់នឹងចតាកាច់នេះណាធាតុដែលនៅជាប់នឹងចតាកាច់នេះគឺវាមានលក្ខណៈជាលោហៈផងនិងជាអលោហៈផងឬក៏យើងអាចហៅវាថាអំផូទែចូលមកដល់ចំណុចទី3ក្រុមនិងខួបបាទអញ្ចឹងក្រុមគឺជាជួរឈរអញ្ចឹងបើយើងមើលទៅលើតារាងខួបគឺជួរឈរនេះបាទជួរឈរនេះគឺពីលើចុះក្រោមនេះយើងហៅថាក្រុមអញ្ចឹងក្រុមរបស់យើងគឺមាន18ណាក្រុមគឺមាន18អញ្ចឹងចំពោះធាតុដែលនៅក្នុងក្រុមជាមួយគ្នាគឺវាមានចំនួនអេឡិចត្រូនស្ទប់ក្រៅដូចគ្នាហើយចំពោះលក្ខណៈរបស់វាវិញគឺកើនឡើងពីលើចុះមកក្រោមអញ្ចឹងមានន័យថាលោហៈដែលនៅខាងក្រោមគេបង្អស់គឺកាន់តែខ្លាំងណាចំណែកឯអលោហៈគឺថយចុះវិញចំណែកជួរដេកគឺយើងគិតពីឆ្វេងទៅស្ដាំជួរដេកយើងហៅថាខួបអញ្ចឹងខួបគឺមាន7ខួបធាតុដែលនៅក្នុងខួបជាមួយគ្នាគឺវាមានស្រទាប់អេឡិចត្រូនដូចគ្នាហើយនៅក្នុងខួបជាមួយគ្នាលក្ខណៈរបស់វាគឺពីឆ្វេងទៅស្ដាំគឺមានលក្ខណៈពីលោហៈថយចុះតែអលោហៈកើនឡើងណាអញ្ចឹងគឺវាប្រែប្រួលពីលោហៈទៅអលោហៈចំពោះនៅក្នុងខួបចូលមកដល់ចំណុចទី4គឺយើងសិក្សាអំពីការបម្រើបម្រាស់តារាងខួបណាអញ្ចឹងតារាងខួបគេប្រើប្រាស់វាដើម្បីអីអញ្ចឹងតារាងខួបគឺគេប្រើប្រាស់វាដើម្បីដឹងនិងយល់ច្បាស់ពីគីមីបាទពីគីមីឧទាហរណ៍កាបូនគឺជាអលោហៈនៅក្នុងក្រុមទី14ហើយស៊ីលីសូមស្ថិតនៅពីក្រោមកាបូនស៊ីលីសូមគឺជាអលោហៈដែរអញ្ចឹងយើងអាចដឹងបើករណីវានៅក្នុងក្រុមជាមួយគ្នាវាជាអលោហៈដូចគ្នាបាទចំណែកស្រង់ជោមនៅក្នុងក្រុមទី2ខាងក្រោមកាល់ស្យូមណាដូច្នេះហើយយើងអាចទស្សន៍ទាយថាវាមានលក្ខណៈលោហៈដូចកាល់ស្យូមដែរចំណែកឯសូដ្យូមនៅក្នុងក្រុមទី1ខាងក្រោមលីជូមអញ្ចឹងគេអាចទស្សន៍ទាយថាសូដ្យូមក៏មានលក្ខណៈជាលោហៈដូចលីជូមដែរ
ចឹងអ្នកវិទ្យាសាស្ត្រគឺប្រើប្រាស់តារាងខួបនៃធាតុគីមីគឺដើម្បីស្វែងរកធាតុថ្មីទៀតដើម្បីយកមកប្រើចឹងធាតុថ្មីដើម្បីយកមកប្រើហ្នឹងតើគេប្រើប្រាស់វាធ្វើអីខ្លះចឹងក្នុងនេះគឺគូឧទាហរណ៍មួយចំនួនដូចជាលីចូមគេប្រើវាធ្វើជាថ្មនាឡិកាថ្មម៉ាស៊ីនថតរូបណាចំណែកឯសូយ៉ូមនិងប៉ូតាស្យូមវាមានលក្ខណៈដូចលីចូមដែរចឹងគេអាចយកវាមកធ្វើជាថ្មនាឡិកាក៏បានដែរបាទលើមេរៀនរបស់យើងគឺបញ្ចប់តែប៉ុណ្នេះឥឡូវយើងចូលមកដល់សំណួរអនុវត្តបាទសំណួរអនុវត្តសំណួរទី1គេសួរថាតើបច្ចុប្បន្ននេះគេបានស្គាល់ធាតុគីមីចំនួនប៉ុន្មានតាអញ្ចឹងយើងសិក្សាពីខាងលើមិនតើអាចឆ្លើយសំណួរនេះបានទេអញ្ចឹងលោកគ្រូទុកពេលឲ្យគិតបន្តិចបាទតោះអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាអញ្ចឹងបច្ចុប្បន្ននេះគឺគេបានស្គាល់ធាតុគីមីទាំងអស់គឺចំនួន109ធាតុហើយណាបាទចូលមកដល់សំណួរទី2គេសួរថាតើអ្នកគីមីជនជាតិអ្វីដែលបានរកឃើញនិងបង្កើតតារាងខួបនៃធាតុគីមីបាទអញ្ចឹងខាងលើមិញតើអាចឆ្លើយបានអត់ឥឡូវយើងគិតតិចមើលចុះយើងមើលចម្លើយទាំងអស់គ្នាអញ្ចឹងអ្នកគីមីដែលបានរកឃើញនិងបង្កើតតារាងខួបនៃធាតុគីមីគឺអ្នកគីមីជនជាតិរុស្ស៊ីឈ្មោះថា Dmitry Mendeleev បាទណាតោះអញ្ចឹងយើងចូលទៅដល់សំណួរអនុវត្តទី3សំណួរអនុវត្តទី3គេសួរថាតើគេរៀបចំធាតុគីមីនៅក្នុងតារាងខួបតាមរបៀបដូចម្ដេចតោះអញ្ចឹងគិតតិចមកបាទអស់ម៉ោងតាអញ្ចឹងចម្លើយគេរៀបចំធាតុគីមីនៅក្នុងតារាងខួបណាគឺតាមលំដាប់កើននៃចំនួនប្រូតុងឬលេខលំដាប់ឬយើងហៅថាលេខអាតូមបាទចូលមកដល់សំណួរទី4គេឲ្យយើងចូលឲ្យនិយមន័យក្រុមនិងខួបបាទតាអញ្ចឹងឲ្យនិយមន័យក្រុមនិងខួបអញ្ចឹងក្រុមគឺជាសំណុំនៃធាតុគីមីដែលស្ថិតនៅក្នុងជួរឈរនៃតារាងខួបណាអញ្ចឹងយើងបានឃើញនៅក្នុងតារាងខួបមិញហើយចំណែកខួបគឺជាសំណុំនៃធាតុដែលស្ថិតនៅជួរដេកនៃតារាងខួបបាទចូលមកដល់សំណួរទី5គេសួរថាតើធាតុនៅក្នុងក្រុមពីលើចុះក្រោមមានលក្ខណៈលោហៈប្រែប្រួលដូចម្ដេចតោះបាទអញ្ចឹងធាតុនៅក្នុងក្រុមពីលើចុះក្រោមមានលក្ខណៈលោហៈគឺកើនឡើងណាគឺកើនឡើងអញ្ចឹងលំហាត់អនុវត្តរបស់យើងថ្ងៃនេះមានតែប៉ុណ្្នឹងទេលោកគ្រូមានលំហាត់កិច្ចការផ្ទះឲ្យបងប្អូនចំនួន3អញ្ចឹងកុំភ្លេចណាចូលរួមធ្វើកិច្ចការផ្ទះឲ្យបានគ្រប់គ្នាអញ្ចឹងជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងបើគិតថាវីដេអូនេះល្អបងប្អូនជួយ like និង subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីជួបគ្នានៅវីដេអូបន្តទៀតណាបាទសូមអរគុណ